ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំដុកទ័រលីមអាយកិច្ចជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងសប្តាហ៍នេះជាមួយនឹងជំងឺម្យ៉ាងដែលមានឈ្មោះថាជំងឺ psoriasis ឬក៏ភាសាចិនយើងអាចនិយាយថាជំងឺ ink shipping នាងខ្ញុំនឹងលើក4ចំណុចមកនិយាយចំណុចទី1អ្វីដែលហៅថាជំងឺ psoriasis ចំណុចទី2មូលហេតុចំណុចទី3ការការពារនិងចំណុចទី4ការព្យាបាលចំណុចទី1អ្វីដែលហៅថាជំងឺ psoriasis ជំងឺ psoriasis គឺជាជំងឺម្យ៉ាងដែលមានជាលក្ខណៈប្រព័ន្ធហើយរ៉ាំរ៉ៃឬក៏យើងអាចនិយាយថា chronic ដែលបណ្ដាលឲ្យស្បែករបស់អ្នកជំងឺដំបូងគឺកើតឡើងនៅកំទួលក្រហមឬក៏ដុំកំទួលក្រហមបន្ទាប់មកអាចឡើងរីកធំដូចនៅក្នុងរូបភាពអញ្ចឹងគឺយើងអាចឃើញព្រំដែនរបស់វាយ៉ាងច្បាស់លាស់ហើយនៅលើបញ្ហាស្បែកនឹងដែរគឺយើងអាចឃើញថាស្បែករបស់យើងឡើងក្រាស់ហើយឡើងពណ៌សដែលអាចយើងនិយាយថាដូចអង្កែរបស់ស្បែកអញ្ចឹងប៉ុន្តែក្រាស់ជាងនឹងទៅទៀតហើយរូបរាងរបស់វាហ្នឹងគឺអាចមានច្រើនប្រភេទអាចជារូបរាងលក្ខណៈដូចកាក់លុយឬក៏លក្ខណៈជាផែនទីហើយក៏អាចជាលក្ខណៈបន្ទះហើយក៏អាចជាលក្ខណៈដូចដំណក់ទឹកភ្លៀងចាដោយតាមរូបរាងនិងលក្ខណៈពិសេសរបស់វាអញ្ចឹងហើយគេអាចបែងចែកជំងឺនេះបានជា psoriasis vulgaris psoriasis atrophica ដែលតកតងជាមួយនឹងសន្លាក់ដៃសន្លាក់ជើងដែលធ្វើឲ្យសន្លាក់ដៃរបស់យើងនឹងអាចហើមនិងឈឺចុកចាប់ហើយរូបរាងទី3របស់វាគឺ psoriasis erythrodermic ហើយជាមួយនឹងចុងក្រោយគឺ pustulosa គឺលក្ខណៈជាលក្ខណៈខ្ទុះតែម្ដងដែលខ្ទុះនេះគឺមិនមែនដោយសារការឆ្លងមេរោគទេគឺដោយសារជំងឺនេះតែម្ដងណាចាឥឡូវនេះយើងចូលដល់ចំណុចទី2មូលហេតុរបស់វាមកដល់ពេលនេះគឺអត់ទាន់រកឃើញឲ្យជាក់លាក់ច្បាស់តែម្ដងទេប៉ុន្តែយើងអាចដឹងថាមូលហេតុដ៏ធំរបស់វាគឺមកពីបញ្ហាដំណពូជគឺមកពីឪពុកម្ដាយឬក៏ជីដូនជីតារបស់យើងមានបញ្ហានេះអញ្ចឹងកម្រិតនៃការកើតនៃជំងឺនេះរបស់យើងគឺអាចខ្ពស់ជាងអ្នកធម្មតាដែលក៏អត់មានជាលក្ខណៈដំណពូជអញ្ចឹងចាបន្ទាប់មកទៀតគឺមកពីបរិស្ថានជុំវិញរបស់ខ្លួនជួនកាលទៅឧទាហរណ៍មកពីការគាត់ញ៉ាំថ្នាំឬក៏មានរបួសឬក៏អាចឆ្លងមេរោគឬក៏អាចមកពីសុរាបារីហើយក៏អាចមកពីបញ្ហាផ្លូវចិត្តពេលខ្លះដោយសារមានផ្ទៃពោះឬក៏ឡើងការវះកាត់ឬក៏បញ្ហាជំងឺផ្សេងសំខាន់មួយយ៉ាងទៀតហ្នឹងគឺមកពីប្រព័ន្ធភាពស៊ាំការពារខ្លួនរបស់យើងឬក៏យើងអាចនិយាយថាមកពី immune factor របស់យើងចាឥឡូវនេះយើងចូលដល់ចំណុចទី3គឺការការពាររបស់ជំងឺនេះគឺពិបាកនិយាយណាដូចតែខ្ញុំបាននិយាយខាងលើអញ្ចឹងគឺមកពីបញ្ហាធំហ្នឹង genetic បញ្ហា immune system របស់យើងបញ្ហាបរិស្ថានជុំវិញរបស់យើងហើយនៅបញ្ហាផ្សេងខ្លះទៀតដែលយើងមិនអាចដឹងអញ្ចឹងការការពាររបស់យើងហ្នឹងគឺមានព្រំដែនប៉ុន្តែយើងអាចការពារមួយយ៉ាងឧទាហរណ៍ថាគាត់មានជំងឺនេះហើយគួរជៀសវាងនៃការមានបញ្ហាដូចជាមុខរបួសឬក៏ឬក៏ស្នាមឆូតអីទេពីព្រោះអីជំងឺនេះគឺវាមានវដ្តរដូវរបស់វាចាវដ្តរដូវរបស់វាហ្នឹងគឺមាន3ទី1គឺ processing គឺវាកំពុងដាក់ដំណើរការជំងឺហ្នឹងឡើងច្រើនមែនតើពេញខ្លួនអញ្ចឹងឧទាហរណ៍ថាគាត់មានមុខរបួសគាត់ទៅឬក៏គាត់អត់ប្រយ័ត្នទៅឆូតអីចឹងទៅគឺអាចជំងឺហ្នឹងគឺវាអាចរីកដុះដាលទៅតាមស្នាមដែលយើងឆូតឬក៏មុខរបួសរបស់យើងកើតមានហ្នឹងអាហ្នឹងគេហៅថា Koebner phenomenon ចាវត្តរដូវទី2របស់វាហ្នឹងគឺចូលដល់កន្លែងស្ងាត់គឺស្ងាត់ស្ងៀមគឺនៅនឹងបានល្អគឺវត្តរដូវទី3របស់វាគឺការសម្រាកអញ្ចឹងជំងឺហ្នឹងគឺវាមានរយៈពេលសម្រាករបស់វាចាហើយការការពារផ្សេងទៀតហ្នឹងគឺដូចដែលខ្ញុំបាននិយាយខាងលើអញ្ចឹងមូលហេតុវាអាចនឹងតាក់ទងជាមួយនឹងផ្លូវចិត្តយើងផងដែរអញ្ចឹងយើងធ្វើម៉េចបន្ធូរបន្ថយផ្លូវចិត្តរបស់យើងកុំឲ្យកាន់តែ stress ដោយសារមានបញ្ហាហ្នឹងហើយធ្វើឲ្យខ្លួនឯងកាន់តែ stress ខឹងខ្លួនឯងឬក៏ស្អប់ខ្លួនឯងហាត់អីក៏ខ្ញុំកើតជំងឺនេះអញ្ចឹងបញ្ហាហ្នឹងគឺអាចធ្វើឲ្យជំងឺហ្នឹងកាន់តែរីកដុះដាលហើយធ្ងន់ធ្ងរទៅទៀតហើយម្យ៉ាងទៀតហ្នឹងអ្នកផ្សេងដែលស្គាល់គាត់ហ្នឹងគួរតែកុំឲ្យមានការរើសអើងថាគ្រាន់តែយើងសំណាងជាងគាត់ដែលអត់មានសែននឹងជាប់មកជាមួយទេអញ្ចឹងបើយើងឃើញគាត់មានបញ្ហាអីហ្នឹងគួរតែកុំរើសអើងកុំអីឲ្យសោះពីព្រោះអីជំងឺហ្នឹងមើលទៅវាអាក្រក់មើលខាងក្រៅប៉ុន្តែជំងឺនេះអត់ឆ្លងអត់អីទេណាគឺដោយសារបញ្ហា genetic ដោយសារផ្លូវចិត្តដោយសារជំងឺភាពស៊ាំក្នុងការពារខ្លួនរបស់យើងនោះទេអញ្ចឹងសូមកុំឲ្យអ្នកដែលស្គាល់អ្នកកើតជំងឺ psoriasis ទាំងប្រមាណមានការរើសអើងគាត់ឲ្យសោះឥឡូវនេះយើងចូលដល់ចំណុចទី4ការព្យាបាលរបស់យើងគឺរៀងពិបាក
ពីព្រោះជំងឺនេះគឺអត់អាចព្យាបាលឲ្យដាច់ទេគឺអត់អាចព្យាបាលឲ្យជាដាច់តែម្ដងអញ្ចឹងហើយសូមកុំជឿទៅលើអ្នកខ្លះគេនិយាយថាថ្នាំនេះគឺអាចផឹកឲ្យដាច់ថ្នាំនេះគឺថាតាមបុរាណកាលមកពីដូនទីតាមកធ្វើឲ្យអ្នកផឹកដាច់ជំងឺនឹងជាដាច់គឺកុំជឿណាពីព្រោះជំងឺនេះគឺมันអាចព្យាបាលជាដាច់ទេប៉ុន្តែយើងអាចគ្រប់គ្រងវាដោយរបៀបម៉េចយើងអាចប្រើការថ្នាំលេបថ្នាំនិងការលាបថ្នាំហើយអ្នកជំងឺ psoriasis ដែរសំខាន់បំផុតហ្នឹងគឺការសំណើមស្បែករបស់យើងគឺធ្វើម៉េចគឺផ្ដល់សំណើមឲ្យបានគ្រប់គ្រាន់អ្នកទាំងអស់គ្នាអាចទិញលេសំណើមមិនថាលេសំណើមរបៀបម៉េចក៏ដោយមិនបាច់ទៅតែ brand name អីទេឲ្យតែអ្នកទាំងអស់គ្នាប្រើត្រូវគឺត្រូវការលាបជារៀងរាល់ថ្ងៃចាហើយបន្ទាប់មកពីការលាបថ្នាំលេបថ្នាំហើយយើងអាចនៅប្រើគេហៅថាផ្កាំរស្មីពន្លឺព្រះអាទិត្យដែលល្អ PVUA ឬក៏ UVB ដែលអាចធ្វើឲ្យស្បែករបស់យើងល្អជាងមុនប្រសើរជាងមុនហើយមកដល់បច្ចុប្បន្ននេះអ្នកស្រាវជ្រាវក៏កំពុងព្យាយាមស្រាវជ្រាវនៅរកថ្នាំផ្សេងដែលអាចព្យាបាលអ្នកជំងឺឲ្យកាន់តែល្អនិងកាន់តែមានទិសដៅច្បាស់លាស់ហើយថ្ងៃនេះអ្វីដែលខ្ញុំចង់និយាយគឺអស់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តចានឹងជួបគ្នានៅក្នុងសប្តាហ៍ក្រោយចាជម្រាបលា